Okay. Pre-test 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 ហ្នឹងគឺការធ្វើតេស្តមុននឹងចូលទៅមេរៀន pre-test What do I already know តែយើងបានដឹងអ្វីខ្លះហើយ Write C if a sentence has the correct verb form and I for incorrect សរសេរ C នៅខាងដើមហ្នឹងបើសិនបើប្រយោគនោះមានកិរិយាប្រើត្រឹមត្រូវប្រើកិរិយាប័ន្នត្រឹមត្រូវហើយដាក់ in ដាក់ I បើសិនបើហ្នឹងគឺមិន correct C ហ្នឹងគឺចំណុចឲ្យពាក្យ correct ដល់ពេល I ចំណុចឲ្យពាក្យ incorrect check your answers below after you complete each chart listed make any necessary corrections ពិនិត្យមើលសំណួរលើមួយចម្លើយខាងក្រោមក្រោយពេលដែលបានបំពេញឆាតនីមួយៗដែលបានរាយខាងក្រោមក៏ make any necessary correction ឲ្យកែឡើងវិញកែបានត្រឹមត្រូវអក្សរដាក់ស្អីនេះ incorrect អូអានេះចម្លើយនេះគេឲ្យមិនត្រឹមត្រូវទី1 air is consisting of oxygen nitrogen ហើយក៏ nitrogen ហ្នឹង and other gases ខុងខី air នេះគឺខុងខីនៃអាកាសធាតុઅનેអាកាសរួមមានអុកស៊ីហ្សែន O2 nitrogen និង other gases ហើយក៏មានធាតុផ្សេងទៀតគឺក្នុងអាកាសនេះលំហអាកាសយើងនឹងក៏មាន O2 nitơ និងចក្ខុផ្សេងទៀតអានេះខុសណាស់ហ្នឹងកំពុងប្រើនៅក្នុងកំពុងបាទនេះមិនមែនកំពុងណាហ្នឹងគឺប្រើសភាវៈបាទសភាវៈខ្ញុំប្រើធម្មតាប្រើកាលបច្ចុប្បន្នធម្មតាទី2ចឹង incorrect ទី2 I am working overtime this week សប្តាហ៍នេះខ្ញុំធ្វើការហួសម៉ោងថែមម៉ោងត្រឹមត្រូវគឺកំពុងនិយាយក្នុងកំពុងនិយាយនៅក្នុងអាទិត្យនេះកំពុងធ្វើការហួសម៉ោងគឺខណៈនិយាយមិនមែនធ្វើទេប៉ុន្តែនិយាយរួមនៅក្នុងអាទិត្យហ្នឹងណានិយាយដូចភាសាខ្មែរហ្នឹងក៏និយាយដែរសួរថារាល់ថ្ងៃកំពុងរៀនអីខ្ញុំកំពុងរៀនអង់គ្លេសប៉ុន្តែគណៈនិយាយហ្នឹងកំពុងផឹកកាហ្វេឧបមាថាកំពុងផឹកកាហ្វេណាប៉ុន្តែអាទិត្យហ្នឹងក៏សប្តាហ៍ក៏ខែហ្នឹងកំពុងរៀនអីបាទកំពុងរៀនអង់គ្លេសភាសាខ្មែរយើងក៏មិននិយាយដែរប៉ុន្តែពេលដែលនិយាយហ្នឹងមិនបានរៀនដែរហ្នឹងគណៈនិយាយមិនបានធ្វើការទេប៉ុន្តែសប្តាហ៍ហ្នឹងគឺត្រូវធ្វើការហួសម៉ោងដោយកំណត់ទៅធ្វើត្រូវចែកម៉ោង5កំណត់ត្រូវថែមម៉ោង overtime ទី3 Does the copy machine working right now Does អានេះប្រើ does ក៏ប៉ុន្តែអានេះទៅ working អញ្ចឹងខុសគេសួរថាម៉ាស៊ីន copy នៅប្រើការបានទេរៀបក្រោយហ្នឹងគឺ is តែវិញ is we are knowing semis why knowing ហ្នឹងដែលប្រើតដឹងយើងមិនប្រើនៅក្នុងការកំពុងតែអានឹងការវិញត្រូវ we don't know semis why know ហ្នឹងមិនប្រើការកំពុងដែរអានឹងគេជឿហ្នឹងដែរ consist ទី5ចឹង incorrect
right ទី5 My cell phone network is always dropping calls My cell phone network អានេះសេវាទូរស័ព្ទដៃរបស់ខ្ញុំគឺពេលណាក៏ធ្លាក់សេវាធ្លាក់កំពុងតែក៏ដាច់ dropping calls always ដែលយើងរៀនមកណាដែលយើងរៀនមកភាសាមុន always គ្រប់ពេលគ្រប់វេលាប្រើចំពោះអីប្រើចំពោះបច្ចុប្បន្នធម្មតាប្រើចំពោះបច្ចុប្បន្នធម្មតាប៉ុន្តែបើប្រើក្នុងករណីត្អូញត្អែករណីត្អូញត្អែយើងប្រើជាមួយការកំពុងបាទប្រើការកំពុងបាទទី6 Gloria cancel her doctor's appointment because she felt better. Gloria cancel នេះគឺនេះចោលappointment ការណាត់ cancel ការណាត់ជាមួយនឹងគ្រូពេទ្យពីព្រោះនាងបានធូរស្រាលអានឹងត្រឹមត្រូវណាតែតា Simple I turn on the stove ខុសនេះហើយព្រោះហើយកំពុងប្រើអតីតដល់ពេលនេះមកប្រើញ៉ៃនេះ I turn on the stove អានត្រូវ boiling the water and forgot to put in the rice អានត្រូវប្រើបន្ថែមនេះត្រូវប្រើអតីតដូចគ្នា I turn on the stove boil ត្រូវប្រើអតីត boil the water and forgot ត្រូវ A few children draw some pictures this morning while the teacher was talking. A few children draw some pictures this morning. While a few children draw some pictures this morning. When I turned the key, the car wasn't starting. អានេះខុសឡើង wasn't ទីមុនខុស I was going to call you but my phone died ខ្ញុំត្រៀមតែទៅអ្នកក៏ប៉ុន្តែទូរស័ព្ទរបស់ខ្ញុំ die នេះគឺថ្មគឺស្លាប់នោះអានេះគេសួរយើងដឹងបានខ្លះហើយ pretend មក but the description with the sentence which sentences do you agree with គេឲ្យយើងយក ABC ទៅភ្ជាប់ជាមួយនឹងគេសួរថា which sentences do you agree with គេសួរថាយើងយកស្រាវជាមួយនឹងប្រយោគមួយណា I action happening right now សកម្មភាពកំពុងកើតឡើងគណៈពេលយើង B general truth អាហ្នឹងគឺសច្ចធម៌ទូទៅ habit ទម្លាប់ទី1
I look at the stars every night. The block the tone at sea. Habit. Every night. The B. I'm looking at an astronomy textbook. ខ្ញុំកំពុងមើលសភៅតារាសាស្ត្រ astronomy និងកំពុងសកម្មភាពកំពុងកើតឡើង action happening right now ឯនឹងឯ the earth revolves around the sun ផែនដីវាជុំវិញព្រះអាទិត្យនឹងគឺជាសេចក្តីពិតសច្ចធម៌ទូទៅនេះក៏ B ណាជានេះយើងកំពុងទៅរៀនទៅសិក្សាតាក់ទងជាមួយនឹង simple present ហើយនឹង present progressive simple present ប្រើជាមួយនឹង habit ទម្លាប់ណា I look at the stars every night ខ្ញុំមើលផ្កាយរាល់យប់ជានេះហ្នឹងគឺទម្លាប់អាមួយណាប្រើ present simple ដល់ពេលមួយទៀត the earth revolves around the sun ផែនដីវាជាមួយព្រះអាទិត្យអានេះប្រើ general truth នេះគឺយើងប្រើបច្ចុប្បន្នធម្មតាដែរដល់ពេលសកម្មភាពដែលកំពុងកើតឡើងនេះយើងប្រើបច្ចុប្បន្នកំពុង progressive present progressive I'm looking at an astronomy textbook astronomy នឹងគឺតារាសាស្ត្រធីងវ៉ាន់ astronomy ធីងវ៉ាន់ astronomy ទី1 simple present and present progressive this basic diagram will be used in all tense description អានេះគេប្រាប់មុនថាអានេះយើងហៅថា diagram basic គឺធម្មតាសាមញ្ញ diagram ធម្មតាសាមញ្ញនេះនឹងប្រើដើម្បីពណ៌នាការទាំងអស់អត់ដល់នឹងគេប្រើនឹងដើម្បីពណ៌នាការនៅក្នុងអង់គ្លេសការអប្រយោគ past ខាងឆ្វេងដៃគឺអតីតដល់ពេលអនាគតហ្នឹងគឺ future អានេះគឺបច្ចុប្បន្នគឺបើតែ who អា now ហ្នឹងមកខាងឆ្វេងដៃអានេះគឺអតីតបន្ទាប់ពី now ទៅខាងស្ដាំអានេះគឺអនាគតណា simple present បច្ចុប្បន្នធម្មតាI water consists of hydrogen and oxygen គេថាទឹកហ្នឹងរួមមាន hydro ហើយនឹង hydrogen ហើយនឹង oxygen hydrogen និង oxygen នេះគឺ hydro និង OC ហ្នឹង HIO ហ្នឹងទឹកនឹងរួមមាន hydro ហើយនឹង OC hydrogen ហើយនឹង oxygen អាហ្នឹងយើងអានតាមអង្គុយហ្នឹង hydrogen oxygen ប៉ុន្តែបារាំងខ្មែរគេហៅ hydrogen និង oxygen B ចាណាហ្នឹងប្រាប់អីអាហ្នឹងប្រាប់សេចក្តីពិតប្រាប់ general truth B the average person breathes 21,600 times 21,600 times a day មនុស្សធម្មតាមនុស្សមធ្យម average មនុស្សធម្មតាមធ្យមបរោះហ្នឹង the average person breathes ហ្នឹងគឺអានេះមិន breath អាហ្នឹងជាកិរិយាយើងអានថា breathe
ពេទ្យដកដង្ហើម21,600 ដងក្នុងមួយថ្ងៃពេទ្យmìnhអានខុសគ្នាណាបើថានាងអានថា breast double breast កិរិយាពេទ្យจีนពេទ្យតាវខ្យល់ដល់ខាងចាញ់ចូលអាហ្នឹងក៏ជា general truth ដែរ C the world is round the world ពិភពលោកគឺមូលពិភពលោកមូលហ្នឹងគឺជា general truth ក្នុងករណីយើងនិយាយពី general truth ហ្នឹងគឺយើងប្រើបច្ចុប្បន្នធម្មតាអានេះគេប្រើនេះ the simple present says that something was true in the past is true in the present and will be true in the future អានេះគេប្រើថាអ្វីដែលវាត្រឹមត្រូវនៅក្នុងអតីតហើយបច្ចុប្បន្នគឺវាត្រូវដែរហើយអនាគតក៏វានឹងជុំទៀតហើយវាអាចប្រែប្រួលបន្តិចទៅប៉ុន្តែរួមរហ្នឹងគឺវានៅជុំតិចទឹកហ្នឹងពីដើមហ្នឹងក៏វាមានហីដ្រូហើយនិងអូស៊ីឥឡូវក៏មកនៅអញ្ចឹងដែរដល់ពេលអនាគតក៏អញ្ចឹងដែរហើយក៏មនុស្សធម្មតានេះអានឹងអាចពីដើមហ្នឹងក៏វាមនុស្សពីដើមហ្នឹងអាចផ្សេងមិនទូទៅហ្នឹងក៏វាអញ្ចឹងវាប្រហែលគ្នាហើយដល់អនាគតក៏អញ្ចឹងបច្ចុប្បន្នក៏អញ្ចឹងដែរអានេះគេហៅថា general truth ពិភពលោកមូលពីដើមក៏វាមូលដែរពីដើមមូលហ្នឹងដែលយើងមិនអាចដឹងវាអាចមិនមូលប៉ុន្តែដោយរួមហ្នឹងក៏វាមូល100ឆ្នាំមុន200ឆ្នាំក៏មូលឥឡូវក៏វាមូលពី300ឆ្នាំ1000ឆ្នាំក្រោយក៏វាមូលនេះគេហៅថា general truth ភាវៈពិតទូទៅបន្តទៀត D I get up at 7 every morning ខ្ញុំភ្ញាក់ពីដេកក្រោយពីដេកនៅម៉ោង7រាល់ព្រឹកប្រើសម្រាប់នេះ E I always eat a salad for lunch ខ្ញុំតែនៅពិសា salad អាហារថ្ងៃសម្រាប់អាហារថ្ងៃត្រង់នេះគឺទម្លាប់ The simple present is used to express habitual or everyday activities simple present នឹងប្រើដើម្បីប្រាប់សកម្មភាពដែលជាទម្លាប់ហើយក៏សកម្មភាពដែលកើតឡើងប្រចាំថ្ងៃ habitual activities habit ហ្នឹងគឺជានាម habit ហ្នឹងនាមទម្លាប់ដល់ពេល habitual អានេះគឺជាគុណនាម habitual activity ទម្លាប់ដែលសកម្មភាពដែលជាទម្លាប់ទម្លាប់គេយើងប្រើបច្ចុប្បន្នធម្មតាអានេះគឺអតីតក៏វាអញ្ចឹងបច្ចុប្បន្នក៏វាអញ្ចឹងអនាគតក៏អញ្ចឹងដែរឧបមាយើងនិយាយថាខ្ញុំក្រោកពីដេកដោយប្រយោគគេអញ្ចឹងខ្ញុំក្រោកពីដេកម៉ោង7រាល់ព្រឹកនេះគឺបានទឹកណែថាមុនហ្នឹងក៏អញ្ចឹងដែរឥឡូវក៏អញ្ចឹងដែរហើយក៏ក្រោយទៅក៏អញ្ចឹងមិនអាចប្រែប្រួលប៉ុន្តែអ្នកនិយាយទៅថាអញ្ចឹងក៏បានទឹកណែថាទម្លាប់ពីប្រហែលពីមុនក៏អញ្ចឹងឥឡូវក៏អញ្ចឹងទៅមុខទីទៀតអាចអញ្ចឹងប៉ុន្តែសូមតែប្រែប្រួលដែរប្រែប្រួលតែរាយវានៅទៅខុសវាមកម៉ាក់យើងឆាន់ហ្នឹងមក5អញ្ចឹងមក5កន្លះឯណោះហើយយើងបានកណាមក5កន្លះរាវព្រឹកក្រោយពីសិនមក5កន្លះរាវព្រឹកនេះគឺបានទៅមុនហ្នឹងក៏មក5កន្លះហើយក៏ពីបាយថ្ងៃក្រោយក៏មួយអាទិត្យក្រោយក៏នៅអញ្ចឹងដែរដល់ឧបមាថាយើងទៅរៀននៅមកចលណាយើងឯងភ្ញាក់ម៉ោង5យើងភ្ញាក់ម៉ោងផ្សេងវិញអាហ្នឹងក៏មិនសំខាន់ដែរអាទម្លាប់ដល់ពេលមកចលរ៉ែត្រង់និយាយផ្សេងហើយកណាក្រោកពីសិនម៉ោង6រាព្រឹកណាអាហ្នឹងក៏ត្រូវប្រើបច្ចុប្បន្នធម្មតាដែរបើទម្លាប់ក្នុងរយៈកាលហ្នឹងតទៀត
present progressive មើលនេះគេនេះកណ្ដាលហ្នឹងគឺ now បច្ចុប្បន្នដល់ពេលខាងនេះគឺអតីតណាដល់ពេលខាងនេះគឺអនាគតក៏បានសេចក្តីថាសកម្មភាពដែលកំពុងកើតឡើងយើងនិយាយថាខ្ញុំកំពុងអានសៀវភៅពេលដែលយើងថាកំពុងអានសៀវភៅខ្ញុំកំពុងអានសៀវភៅក៏បានសេចក្តីថាការអាននោះវាកើតឡើងក្នុងអតីតហើយដល់ពេលហើយតែដែលនិយាយកំពុងអានដល់វានឹងបញ្ចប់នៅក្នុងអនាគតនេះកំពុងហ្នឹងគឺកើតឡើងនៅក្នុងអតីតបច្ចុប្បន្នកំពុងកើតឡើងដល់ពេលអនាគតនឹងចប់អាហ្នឹងយើងប្រើ present progressive នេះ start ពេលដែលចាប់ផ្ដើមគឺចាប់ផ្ដើមនៅក្នុងអតីតដល់ពេលកំពុងកើតឡើងខណៈពេលនិយាយកំពុងសកម្មភាពហ្នឹងកំពុងកើតឡើងគឺ now ដល់ពេលក្រោយមកសកម្មភាពហ្នឹងនឹងបញ្ចប់នៅក្នុងអនាគតគឺក្រោយពេលយើងឥឡូវកំពុងធ្វើអីខណៈពេលហ្នឹងកំពុងធ្វើអីថាកំពុងអានសៀវភៅតែការអានហ្នឹងគឺអានកើតឡើងនៅក្នុងអតីតដល់បច្ចុប្បន្នដែលកំពុងនិយាយកំពុងអានដល់ពេល1ម៉ោងក្រោយឬម៉ោងក្រោយក៏ឈប់ការអាន in progress ណាពេលដែលយើងនិយាយគឺសកម្មភាពហ្នឹងកំពុងកើតឡើងគេហៅថា in progress F the students are sitting in their desk right now សិស្សសាលាកំពុងអង្គុយនៅនឹងតុខណៈនេះអង្គុយនៅតុគឺបានសេចក្តីថាអង្គុយគៀនតុមានកៅអីមួយអង្គុយគៀនតុសង្កេតកន្លែងគេប្រើ at the desk អង្គុយតុប៉ុន្មានសេចក្តីអង្គុយលើតុហ្នឹងណាដាក់កៅអីអង្គុយគៀនតុ Gee I need an umbrella because it is raining ខ្ញុំត្រូវការឆ័ត្រពីព្រោះមេឃកំពុងភ្លៀងគឺគណៈនិយាយមេឃកំពុងភ្លៀងមេឃនឹងភ្លៀងមុននឹងបន្តិចហើយដល់ពេលឥឡូវកំពុងភ្លៀងបន្តិចទៀតមេឃនឹងរាំង H I am taking 5 courses this semester ខ្ញុំកំពុង taking កន្លែងហ្នឹងប្រហែលតែរៀនកំពុងរៀន5វគ្គកំពុងរៀន5វគ្គរៀន course this semester ខំនេះ course ដូចយើងដឹងគេរៀនអង់គ្លេសអានោះមួយអានោះឃើញវគ្គគេរៀនខាងវិបស្សនាគេចូលមួយទៀតអាហ្នឹងក៏ course មួយទៀតហើយក៏ឃើញគេរៀនកុំព្យូទ័រមួយទៀតអាហ្នឹង course មួយទៀតហៅ course រៀន5អានោះ course ជាមួយមុខវិជ្ជាបន្តិច course ជាមួយមុខវិជ្ជាហ្នឹងវាអាចនៅក្នុងកម្មវិធីដល់ពេលនេះมันអាហ្នឹងมันចាំបាច់ថានៅក្នុងកម្មវិធីរបស់សាលាតែដែលយើងនិយាយថាខ្ញុំរៀនណា computer course វគ្គសិក្សាកុំព្យូទ័រក្នុងវគ្គហ្នឹងអាចមានច្រើនមុខវិជ្ជាក្នុងវគ្គមួយហ្នឹងអាចមានច្រើនមុខវិជ្ជាដូចវិជ្ជាតាក់ទងជាមួយនឹងគណិតរៀនតងយ៉ាងណារៀនកុំព្យូទ័រដល់រៀនតងរៀនthiết kếយ៉ាងណាមិននៅក្នុងវគ្គជាមួយគ្នាណា course ធំជាមុខវិជ្ជាតែពេលមុខវិជ្ជាតែមួយដែរ course ហ្នឹងអាចធំជាងអានេះសកម្មភាពកំពុងកើតឡើងដូច្នេះក៏យើងប្រើសកម្មភាពដែលកំពុងកើតឡើងដូច្នេះយើងប្រើ present progressive បញ្យល់ the present progressive expresses an activity that is in progress at the moment of speaking present progressive ប្រាប់សំដែងប្រាប់ expresses an activity សកម្មភាពមួយ that is in progress ដែលកំពុងកើតឡើង at the moment ខណៈពេលដែលនិយាយខណៈពេលដែលអ្នកនិយាយកំពុងនិយាយខណៈពេលនិយាយ at the moment of speaking at the moment of speaking
The present progressive is a temporary activity that began in the past. Present progressive ហ្នឹងគឺជាសកម្មភាពបណ្ដោះអាសន្ន temporary សកម្មភាពបណ្ដោះអាសន្នគឺ that began in the past ចាប់ផ្ដើមនៅក្នុងអតីតគឺវាមិនអូសមិនវាយរហូតទេវាកើតឡើងនៅក្នុងរយៈពេលណាមួយប៉ុណ្ណឹងប៉ុន្តែវាកើតឡើងនៅក្នុងអតីត is continuing in present ហើយគណៈពេលបច្ចុប្បន្នហ្នឹងគឺកំពុងកើតឡើងបន្តទៀត and will probably end at some point in the future ហើយក៏អាចនឹងកើតឡើងនៅក្នុងអនាគតនឹងគេប្រើពាក្យហ្នឹងណាពីព្រោះថាឧបមារាយតែមកកណាថាតែមកថាកំពុងធ្វើអីកណាប្រើតែកំពុងអានសភៅនេះការអានសភៅរបស់កណាចាប់ផ្ដើមនៅក្នុងអតីតក្រោយហើយកណាពេលដែលនិយាយរាយតែមកហ្នឹងគឺកណាកំពុងអានដែរបើនិជនកើតនិយាយទៅកណាចប់ជាមួយរាយហើយកណាឈប់អានសភៅក៏ប៉ុន្តែក៏កណានិយាយអាចនិយាយជុំបានថាកំពុងអានសភៅជានេះបានគេប្រើពាក្យថា will probably end អាចនឹងបញ្ចប់នៅក្នុងពេលណាមួយនៅក្នុងអតីតចំណុចពេលណាមួយនៅក្នុងអនាគតអានេះវាដោយភាសាខ្មែរយើងมันពិបាកដែរអានេះត្រូវហាត់ Looking at grammar complete the sentences use the present use the simple present for use the simple present or the present progressive the verbs in parentheses នៅបំពេញប្រយោគប្រើបច្ចុប្បន្នធម្មតា present simple simple present ឬក៏ present progressive របស់កិរិយាក្នុងវងកញ្ចក់គេឲ្យកិរិយាក្នុងវងកញ្ចក់យើងយកមកមកយកចេញមកទី1 I Kristen is in the shower Kristen is in the shower នឹងកំពុងចូលងូតទឹក G her hair នឹងកំពុងនៅក្នុងបច្ចុប្បន្នកំពុងនៅក្នុងបច្ចុប្បន្ននេះយើងប្រើកំពុងណា She is washing her hair នេះកំពុងកក់សក់ washing her hair កក់សក់តទៀតណា present progressive 3វិញ Kristen her hair every other day also every other day also every other day ហ្នឹងគឺមួយថ្ងៃខានមួយថ្ងៃយើងហៅថា every other day every other day គឺកក់មួយថ្ងៃខានមួយថ្ងៃ also also ហ្នឹងគឺអាចមិនទេយើងកើ2ថ្ងៃម្ដងឬក៏1ថ្ងៃ1ថ្ងៃម្ដងបាទគេប្រើថា also every other day also គឺគេអាចប្រើតែប្រហែល Kristen កក់សក់ប្រហែលជា2ថ្ងៃម្ដងឬក៏1ថ្ងៃម្ដងកក់មួយថ្ងៃខានមួយថ្ងៃខ្មែរចឹងណា every other day កក់មួយថ្ងៃមួយខានគេតែហ្នឹងប្រាប់អីប្រាប់ទម្លាប់ប្រាប់ washes washes ណាតទៅទី2 Tony usually យើងដឹងណាត្រូវប្រើ simple present អាណា simple present it's in the front row during class Tony ច្រើនតែអង្គុយជួរខាងមុខក្នុងថ្នាក់ពេលដែលចូលទៅរៀន during class ហ្នឹងគឺ
ពេលដែលចូលរៀនគ្រូបញ្យល់ during class the friend row នឹង row ហ្នឹងក៏ row ដែរនឹងមានពីរអាមួយផាអាមួយហ្នឹងអ៊ំទូជាកិរិយា I'm saying រាវត្រង់រាវគាត់ថារាវ row ដល់ពេលខ្លះហ្នឹងអានថា row ដល់ពេល row ហ្នឹងផ្សេងទៀត row ហ្នឹងអាសំឡេងដែលគេឆ្លោះគ្នាណា row ដល់ពេលតែប្រើតែជួយអានថា row ដូចគេអានមិញហ្នឹង row row ដល់ពេលសំឡេងវងវាងឆ្លោះគ្នាអានថា row វិញកណា today ថ្ងៃនេះ today ថ្ងៃនេះគាត់អង្គុយឥឡូវនេះកំពុងអង្គុយហ្នឹងក៏អីតែឡើងទៅកំពុងអង្គុយណាហ្នឹងទោះបីជាប្រើថា today ក៏យើងត្រូវយកទៅកំពុងអង្គុយឯកណាឆ្ងល់ឯកណាបង្រៀនរាយព្រោះគ្មានកំណត់ម៉ោងទៅពេលបង្រៀនថាតែនេះមកកំណត់តែ1ម៉ោងមានធំបាល់ដែរអូដល់ពេលបង្រៀនថាតែអូប្រហែលជា3នាក់ឡើងទៅនិយាយអញ្ចឹង2នាក់ឡើង3នាក់ឡើងទៅខ្លាចអញ្ចឹងហើយប្រុសបានលោកយួនមកអង្គលោកចូលទៀតអង្គមួយនេះនោះណាថោកអីណាងាយជាភាសាវៀតណាមខ្លះខ្មែរខ្លះកាលណាភាគច្រើនភាសាវៀតណាមក៏ឯណាភានតែគេអารមណ៍នេះនោះបាននិយាយទៅខ្មែរគេឆ្ងល់ហ្នឹងគេនឹងរៀនរ៉ាយមិនឃើញបឋមបាព្រឹកអានេះមិនគិតទេគិតតែអ្នកដែលចូលមកមានឈ្មោះហ្នឹងណាយើងឃើញបាយក៏ប៉ុន្តែ12ទេអានឹងយកទៅធ្វើអញ្ចឹងមាន bạn tiếp choose the correct completion discuss your answer with the class ដូចឲ្យយើងរើសប្រយោគខាងក្រោមនេះរើស ABC នឹងសាកបងធ្វើមកដល់ពេលនេះអាន read the passage អានកថាខណ្ឌខាងក្រោម add the endings ថែមពាក្យចុងក្រោយ s មកក៏ es where necessary កន្លែងដែលចាំបាច់ you may need to change កន្លែងដែលត្រូវការប្ដូរ y ដូចជា ies អានឹងក៏ត្រូវប្ដូរ write សញ្ញានេះ for no ending សម្រាប់ពាក្យដែលគ្មានចំណែកគឺពាក្យកិរិយាសង្កេតពាក្យកិរិយា it beat ហ្នឹងត្រូវថែមអានេះគឺមាន
គឺដាក់ប្រឡោះឡោះអ្នកណាគ្មានដាក់សញ្ញាហ្នឹងអាណាត្រូវការបដូរបដូរបាទដល់នេះចូលមេរៀនថ្មីទៀតនេះបងអាប់ទៀតនេះអានឹងអក្សរច្រើនបន្តិចប៉ុន្មានអីឆ្លងកាន់ក្បាលទី1ហើយក្បាលអក្សរច្រើនក៏មិនដែលមិនពិបាកណាស់មិនមេរៀនចាញ់មកទាំងអស់20មេរៀនអញ្ចឹងបានណាមេរៀនយ៉ាងហ្នឹងកណាតែមួយពីរទៅមិនហ៎អូហ្នឹងចូលស្អែកប៉ុន្តែលំហាត់ហ្នឹងលំហាត់ប្រហែលមួយទៀត2ហើយនេះមួយទៀតវាយវាយវាយសិនបានចាំទៅក្រោយលឿនបន្តិចហ្នឹងគឺបញ្យល់តែនឹងបានហើយដល់ពេលឲ្យកា exercise ធ្វើខ្លួនឯងតែជុំបានទេចុះ